Riêng chăn sâu cà cả hơi nâng một tiết cứ riêng cô kia tất cả tao miền quân bị bắt chẳng ná chấm pua từng vơ để nơi ruột hay vật nơi pa na để bắt riêng chăn sâu cà cả nú chỉ nghĩa sầm lậpแต่chruយកសាច់លក់ចិញ្ចឹមជីវិតពេញ55ឆ្នាំកាលដែលសម្រាប់ម្ដងនោះគាត់យកទឹកកំពុងពុះក្តៅហ្នឹងទៅចាក់មកអកក្នុងមាត់ជ្រូកលុះជ្រូកនោះស្លាប់ហើយគាត់យកដំបង4ជ្រុងហ្នឹងទៅវាយដំឲ្យណែនសាច់ហ្នឹងដើម្បីថ្លឹងទៅមានទម្ងន់ហើយលក់បានថ្លៃដល់សម័យគាត់មានជំងឺអំពើនោះក៏បណ្ដាលឲ្យភ្លើងអវិជ័យមហានរកឆេះឡើងមកដុតរោលគាត់នឹងឲ្យក្តៅអន្ទះអន្តែងស្ទុះបំរាស់ននៀលឆ្លេឆ្លាវវាទៅវាមកក្បាលជង្គង់ស្រែកយំមានសម្លេងដូចជាជ្រូកអញ្ចឹងរងទុក្ខវេទនាអស់រយៈ7ថ្ងៃទើបស្លាប់ទៅពេលស្លាប់ទៅកើតក្នុងអវិជ័យមហានរោគហើយរឿងមួយទៀតនឹងរឿងតន់ហន់ដែរនៅបច្ចុប្បន្នជាតិនឹងតែម្ដងគឺរឿងកោកេតកៈគឺជាអ្នកសម្រាប់យកសាច់គោណាជាណាដែលគ្មានសាច់គោថ្ងៃនោះគាត់នឹងបរិភោគអាហារទេវេលាថ្ងៃមួយមិនមានសាច់គោនឹងបរិភោគគាត់ក៏ដើរទៅខាងក្រោយផ្ទះកាត់យន្តដាតគោទាំងរស់នឹងយកមកអាំងឲ្យបរិភោគជាមួយនឹងបាយក្នុងវេលាមួយរំពេចនោះផលកម្មក៏បណ្ដាលឲ្យអណ្ដាតរបស់គាត់នឹងដាច់ធ្លាក់ចុះទៅក្នុងចានបាយឃើញច្បាស់តន់ភ្នែកស្រែករោដោយគោអញ្ចឹងមិនយូរប៉ុន្មានក៏ស្លាប់ទៅកើតក្នុងអវិជ័យមហានរកសោយទុក្ខវេទនារោគអ្វីព្រៀបបំបាននៃមួយទៀតអំពើដែលសម្លាប់សត្វបើទុកជាមិនមានទោសក្នុងជាតិនេះក៏គង់តែមានទោសក្នុងជាតិខាងមុខឲ្យរងទុក្ខក្នុងអបាយមាននរកជាដើមមិនខានឡើយលុះអំពីនោះមកកើតជាមនុស្សមានអាយុខ្លីនិងមានរោគច្រើននឹងបើពាក់ព័ន្ធទៅនឹងការសម្លាប់បៀតបៀនជីវិតសត្វព្រោះហេតុនេះបានជាអំពើដែលសម្លាប់សត្វនោះលោកឲ្យឈ្មោះថាបាបគឺជាអំពើអាក្រក់មិនគួរធ្វើអ្នកប្រាជ្ញទាំងឡាយដែលជឿកម្មនិងផលរបស់កម្មលោកមិនសម្លាប់សត្វដោយខ្លួនឯងនិងមិនប្រើឲ្យគេសម្លាប់ដែរមិនតែប៉ុណ្ណោះលោកបានទាំងបបួលអ្នកដទៃដែលជឿតាមពាក្យសម្ដីរបស់លោកឲ្យឈប់សម្លាប់និងនិយាយទូមានគេនឹងឲ្យមានចិត្តមេត្តាប្រណីសត្វនិងមនុស្សថែមទៀតផងណាមិនគ្រាន់តែមានចិត្តមេត្តាប៉ុណ្ណោះទេបានទាំងឲ្យទានចតុបច្ច័យមានបាយនិងទឹកជាដើមដើម្បីជួយស្រោចស្រង់ជីវិតរបស់មនុស្សនិងសត្វឥតរឹងឲ្យបានសុខដោយសារទាននោះឡើងថែមទៀតនឹងគឺជារឿងទាំងពីរហ្នឹងហើយមួយសម្រាប់ជ្រូកមួយសម្រាប់គោអញ្ចឹងទទួលផលតន់ហន់នៅបច្ចុប្បន្នជាតិដូចគ្នាគ្រាន់តែថាអំពើហ្នឹងប្រភេទខុសគ្នាមួយសម្រាប់សត្វជ្រូកមួយសម្រាប់សត្វគោហើយដល់ពេលសម្រាប់សត្វជ្រូករោដូចជ្រូកអញ្ចឹងណែស្រែកដូចជ្រូកយំដូចជ្រូកអញ្ចឹងរនាលទៅមកទម្រាំនឹងស្លាប់អំ7ថ្ងៃដល់ពេលគោកេតកៈនេះនឹងគឺខំដាតខ្លួនឯងជ្រុះមកតែម្ដងដោយអំណាចនៃកម្មតន់ហន់ហ្នឹងគឺធ្វើឲ្យខំដាច់តែម្ដងជ្រុះមកនឹងស្លាប់ព្រាមនឹង